ngày mình tính ngày khá tới bạn buồn cảm ơn ngày khá tới vì bị mơ đi chứ bây giờ miền ở đó ta khăm mặc kia được on yên ấy thế mà tử ọt phòng ban lôi vô ôi tao ban lôi nó bạn bây giờ cầm ro khơi nhá vì chẳng bà tha không nên sấy còn bà cài đường lụa đố nè bạn tại đây dương mình được pro bài cho bà cài lụa đố lụa chơi chiên biết nè thì rồng tấu ơi tạt phơ ca được nghe phụ ba haiอายุมาđấyเนาะ đâm phơ phụ อ๋อ10 ปีឆ្នាំពេញកន្លងល្មមមើលរាល់ថ្ងៃរៀនថ្នាក់ទីប្រហែលហ្នឹងមួយ thật ngày nhung chọc rin ở tim bay phụ ចំឈប់រៀនទេសំលុយទៅរៀនណាទៀត cho rin trong nền phụ អូរៀនជំនាញเนาะ bạn ធ្វើហ្នឹងលក់ខ្លួនឯងតែម្ដងឬក៏ជួយ chi lụa ống អូជួយលក់អ៊ំเนาะ bạn ហើយចូលពុកម្ដាយទៅណាឯងមួយ ba mẹ cái tao thay ở đây ở đặt cái trái cho thắng can អូច្រកថងកាន់ហើយយើងដើរលក់កន្លែងកញ្ចុះនៅម្ដុំប្រាសាទបណ្ណហ្នឹងឯង bạn phụ អូក្មួយឲ្យក្មួយពូកែមែនតែនអញ្ចឹងបានថាកូនកំឡោះអ្នកស្រុកបាណន់ពិតជាពូកែរបស់គេហ្មងណារូបរាងក៏ស្អាតបាតញញឹមស្រស់ណាស់ហើយកំឡោះស្ដោកអាយុទើបតែ17ឆ្នាំទេចេះប្រកបមុខរបរជៀនជាជៀនលក់បន្ទាប់តែពីការរៀនសូត្រណាបងប្អូនដើរលក់នៅតាមភ្នំបាណន់យើងហ្នឹងទំនេរថ្ងៃច័ន្ទដល់ថ្ងៃសុក្រតែងតែដើរលក់ជារឿយជាប្រចាំជៀនហ្នឹងឆ្អិនចាប់ពីម៉ោង10 11ព្រឹកអីហ្នឹងម៉ោងបាយថ្ងៃត្រង់ដើរលក់លក់នៅតាមជើងភ្នំបាណន់ឡើងលើភ្នំផងចុះភ្នំផងហើយជាពិសេសនៅតាមខ្ចុះស្បូវដែលបងប្អូនយើងតែងតែឧស្សាហ៍ទៅអង្គុយលេងណាជឿជាក់ថាបងប្អូនយើងដែលឧស្សាហ៍ទៅភ្នំបាណន់ប្រកាសជាបានឃើញក្មួយប្រុសដើរលក់ជាជៀនហើយពិតជាគួរឲ្យកោតសរសើរក្មួយមែនតែននៅក្មេងសោះមានភាពឧស្សាហ៍ព្យាយាមជាពិសេសចេះលក់ដូររកលុយចាយរកលុយរៀនសូត្ររៀនជំនាញនៅខ្លួនឯងពិតជាគួរឲ្យកោតសរសើរមែនតែនក្មួយហើយក៏សំណាងមាត់ដែរថ្ងៃនេះបានភ្លក់ជាជៀនប្រុសក្មេងបងប្អូនយើងសាកមកភ្លក់ជាជៀនប្រុសក្មេងនៅប្រាសាទបាណន់ម្ដងមើលកុំភ្លេចណាទីតាំងងាយស្រួលរកទេគាត់លក់នៅផ្ទះរបស់គាត់ផងទំនេរតែពីការលក់នៅផ្ទះឃើញតែរៀងស្ងាត់បន្តិចយកជាជៀនហ្នឹងមកដើរលក់តាមជើងភ្នំបាណន់ឡើងលើកំពូលភ្នំផងចុះមកជើងភ្នំផងដើរឆ្វែលតាមខ្ចុះស្បូវផងក្នុងមួយថ្ងៃរកចំណូលបានចន្លោះពី20000ទៅ50000រៀលដែរថ្ងៃណាលក់ដាច់ហ្នឹងក៏50000លើគោកអញ្ចឹងទៅហើយបើថ្ងៃខ្លះលក់មិនសូវបានវិញ10000 20000 30000អស់ហើយក៏ប៉ុន្តែយ៉ាងណាក៏ល្អដែរបងប្អូនហើយសរសើរភាពក្លាហានហើយក៏ជាគំរូល្អទៅដល់ក្មេងៗជាពិសេសយុវជនដែលសកលសបាគ្នានឹងដូចគ្នាណាឲ្យខិតខំប្រឹងប្រែងរៀនសូត្រខិតខំសន្សំលុយកាក់ពីព្រោះលុយពិបាករកណាស់កុំឲ្យតតែមានម៉ូតូទំនើបទូរស័ព្ទដៃទំនើបបានទៅរៀនណាមើលក្មួយប្រុសជាក់ស្ដែងអត់មានលុយទេចេះរកស៊ីតាំងពីក្មេងដើម្បីយកលុយទៅរៀនខ្លួនឯងថែមទៀតឪពុកម្ដាយនៅថៃក៏មិនចាំបាច់ពិបាកគិតច្រើនដោយសារតែកូនគាត់ចេះគិតរួចស្រេចចឹងបានថាភាពខ្មាស់អៀនណាមិនធ្វើឲ្យយើងមានបានទេប៉ុន្តែភាពវៃឆ្លាតឧស្សាហ៍ព្យាយាមទេទើបធ្វើឲ្យយើងមានបានមកដល់សពថ្ងៃហើយមើលណែរូបរាងគេឡើងសង្ហាញញញឹមស្រស់មែនតើបងប្អូនអើយខ្ញុំជាបរិសុទ្ធក៏ខ្ញុំនៅសរសើរចូលតម្រាំតែបងប្អូនយើងសុភាពនារីណាសុភាពរៀបសាររំទុំសំជាកូនខ្មែរហើយសំខាន់ជាជៀនរបស់គេលក់នឹងឆ្ងាញ់ទៀតបងប្អូនអើយផ្សំគ្រឿងផ្សំអីមកជៀនយ៉ាងទំនងមើលណែអូយពុះខុចគ្រាន់តែមើលទៅស្រក់ទឹកមាត់ហើយមានអីទៀតបងប្អូនអើយទិញយកភ្លក់យកទិញបដាភ្លក់បដាចិត្តល្អណាភ្លក់ទៅពូហើយពូនេះមានក្រែងចិត្តឯណាភ្លក់យកអស់ខ្ទេចទិញតែ10000ទេហូបអស់ចង់20000ដែរដឹងតែសំខាន់គ្នារស់រាយរាក់ទាក់ណាបងប្អូនហើយអញ្ចឹងកុំភ្លេចជួយគាំទ្រនៅជ័យជៀនប្រុសក្មេងនៅជើងភ្នំបាណន់ទាំងអស់គ្នាណាហើយសម្រាប់ទីតាំងបើសិនជាអ៊ំពូមីងពុកម៉ែបងប្អូនជាពិសេសមិត្តយុវវ័យអីហ្នឹងចង់ញ៉ាំជ័យជៀនក្តៅឈ្ងុយឆ្ងាញ់របស់អ្នកស្រុកបាណន់នេះគ្រាន់តែធ្វើដំណើរចេញពីក្រុងបាត់ដំបងមកដល់ប្រាសាទបាណន់មកបត់ខាងឆ្វេងដៃឆ្លងស្ពានណាបុកត្រង់រហូតមកបត់ស្ដាំលក់នៅនឹងកែងផ្លូវនឹងតែម្ដងនៅខាងស្ដាំដៃដែលមានផ្លូវមួយបត់ឆ្